មានមីងអ៊ំប្រុសអ៊ំស្រីនិងក្មួយប្រុសក្មួយស្រីទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបាទនាយក្តាប់ពីរនាក់នឹងប្រកុកកំពុងតែនិយាយអំពីរឿងជើងភ្នំដំរីរមៀលយើងហ្នឹងបងប្អូនគឺទេសភាពស្អាតមានបងប្អូនយើងមកលេងច្រើនហើយក៏ជាកន្លែងមួយដែលខ្ញុំនឹកស្មានមិនដល់ទេព្រោះខ្ញុំនៅទឹកដីនេះយូរហើយជិត40ឆ្នាំហើយអត់ដែលដឹងថាកន្លែងហ្នឹងវាមានទេសភាពស្អាតមានភ្នំមានរុក្ខជាតិខៀវខ្ចីចឹងទៅដល់ចឹងពីអ្នកប្រកុកកំពុងតែឆ្ងល់ថាហេតុអីកន្លែងទេសភាពស្អាតត្រជាក់ភ្នែកបៃតងខៀវខ្ចីហេតុអីបានជាយើងអត់ដឹងហើយប្រកុកគាត់ថាគាត់អត់ដឹងដែរហ្នឹងគាត់អត់ដឹងទេគាត់នៅស្រុកនេះយូរហើយហេតុអីក៏មិនដឹងហើយដឹងខ្ញុំដឹងមកពីណាអត់បងប្អូនខ្ញុំដឹងពី Facebook មកបងប្អូនហើយ Facebook ហ្នឹងបោះបដិជគុណនៅគង់វត្តថ្មាតពងបងប្អូនហ្នឹងហើយឃើញព្រះអង្គគាត់ផុសទៅក៏មានចំណាប់អារម្មណ៍ចឹងទៅនាំគ្នាមកមើលតើទេសភាពហ្នឹងវាស្អាតដូចអ្វីដែលលោកបានផុសចឹងអត់ដល់ពេលមកមើលមានអីបងប្អូនហើយមនុស្សច្រើនណាស់ហើយនិយាយទៅគឺទេសភាពស្អាតមែនទែនហើយនៅសុកនឹងយូរហើយអត់ដែលដឹងសោះធ្លាប់តែដើររកទីតាំងឆ្ងាយបងប្អូនតើដល់ពេលក្បែរផ្ទះមានទេសភាពស្អាតបែបហ្នឹងដែរយើងអត់ចាប់អារម្មណ៍ឥឡូវឃើញហើយប្រហែលជារឿងក្រោយអីប្រហែលជាមានប្លង់ដុំហ្នឹងហើយតាមនេះតាមខ្ញុំមេមើលណាព្រោះទេសភាពអាចទទួលយកបានវាមិនមានអីអស្ចារ្យប៉ុន្តែគ្រាន់ថាវាមានរុក្ខជាតិខៀវខ្ចីចឹងទៅមើលទៅវាត្រជាក់ភ្នែកដែរបងប្អូនហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាគិរីបុព្វតាកាលវ័យកុមារចរចាតាមដងព្រឹកព្រៃរលឹមស្រេចល្បាព្រិចលូតលាស់ត្រួយខ្ចីនឹកគ្រាគ្វាក៏ក្របីស្រមៃចូលក្នុងអរាកំដរជើងភ្នំច្រឡងជ្រោះធំអារម្មណ៍គប់ចិត្តរំនីទឹកធ្លាំងថ្លាឆ្វេងងូតលេងប្រឡាញ់ជុំគ្នាខ្យល់ផាត់ត្រជាកាយាសំលេងបាក់សាវាចាផ្ដោះផ្ដោអងអវីកំឡាយអ្នកផ្ដាច់ចំណងអនុស្សាវរីយ៍គ្រប់ទីយើងបានសាសងបារមីភ្នំសងជួយចម្លងសម្រាប់បំណងប្រាថ្នានឹកពេលឡើងចង់តាមជន់ដាថ្មរកលំអជូនពរភ្ញៀវមកទេសនាបបផាកាព្រៃជួយបំភ្លៃលួងលំចិនដាសាយ័នកូនកុនសូរិយាមិនភ្លេចឡាយណាវាសនាពីក្មេងវ័យ
ចំ